Hai bongប្អូននៅខ្ញុំមកជើងណាក៏ខ្ញុំអត់ដែរអាក់ខានដែរទឹកប្រហុកនំបញ្ចុកពីព្រះវិហារទៅសៀមរាបបងប្អូនបកគោលគីឡូលេខ43បងប្អូនចុះហូបកុំភ្លេចបងប្អូនរសជាតិគឺថាជាប់ចិត្តហ្មងបងប្អូនហើយនិយាយពីថាអត់ពិបាកហត់ថែមថយអីច្រើនទេគាត់ធ្វើមានហិលហើយនឹងមានអត់ហិលបងប្អូនសម្រាប់ខ្ញុំវិញខ្ញុំទៅជើងណាក៏ខ្ញុំអត់ដែរអាក់ខានដែរនំបញ្ចុកទឹកប្រហុកបែបខ្មែរបែបស្រែសុតអត់មានស្អីច្រើនទេមានតែបន្លែហើយនឹងទឹកប្រហុកនំបញ្ចុកវិញគឺថាយើងទៅដល់ភ្លាមគឺរោយភ្លាមហ្មងអត់មានធ្វើទុកចោលទេណាតោះតែមានមនុស្សទៅបានគាត់ច្បាច់ម្សៅកាច់កម្សៅកាច់អីចឹងទៅហើយនេះបងប្អូនខ្ញុំមកឲ្យមើលនេះទឹកប្រហុកគេឡងក្រហមល្ងឹតអាហ្នឹងអាហិលណាមានអាអត់ហិលទៀតតែអានេះខ្ញុំមើលបង្ហាញតែអាហិលទៅដោយសារតែខ្ញុំទៅជើងណាក៏ខ្ញុំហូបតែអាហិលដែរខ្ញុំអត់ដែរហូបអាធម្មតាទេនេះបងប្អូនគឺនំបញ្ចុករោយថ្មីសម្រាប់តម្លៃក៏សមរម្យដែរបងប្អូនមួយចានតែ1000រៀលទេហើយវាយើងចង់ថែមបន្លែ500ទៀតក៏ថែមពីលើទៅហើយ1000រៀលហ្នឹងសម្រាប់ដូចជាគេអ្នកហូបល្មមអីដូចបងស្រីខ្ញុំអីគាត់ហូបតែ1000រៀលហ្នឹងក៏ឆ្អែតដល់ណាដល់ណីតែសម្រាប់ខ្ញុំពីអ្នកកូនបើខ្ញុំគឺថាដប់ឲ្យបងប្អូនហើយមកមើលតសៃនំបញ្ចុកគឺថាឡងស្វិតវែងល្អស្វិតហើយតសៃតូចទៀតគាត់ធ្វើបែបតសៃតូចហើយថ្ងៃនេះខ្ញុំទៅនេះគឺខ្ញុំអត់គិតចានទេខ្ញុំគិតជាគីឡូវិញបងប្អូនខ្ញុំដាក់នំបញ្ចុក1គីឡូទៅហើយនឹងបន្លែមួយចានទៅសរុបទៅខ្ញុំអស់តែប្រមាណទេដូចជា5500លុយខ្មែរទេបងប្អូនហើយនិយាយពីបាន3ចានមិន3ចានទេសរុបទៅ5ចានចាហើយបន្លែឡើងមួយចានកំពុងបឹបដោយសារអីខ្ញុំពីអ្នកកូនបើគឺថែម2ដងយើងដាក់1គីឡូចឹងហើយយើងមកចែកគ្នាហូបណាហូបអស់1គីឡូហើយកូនបើខ្ញុំថែមមួយតង់ទៀតខ្ញុំអត់ដឹងថាគាត់គិត1គីឡូប៉ុន្មានទេនេះភ្លេចសួរគាត់ដែរទៅប៉ុន្តែគ្រាន់តែដឹងថាខ្ញុំហូបអស់1គីឡូហើយបន្លែមួយចានប៉ុណ្ណឹងហើយនឹងកូនបើខ្ញុំថែមមួយចានទៀតខ្ញុំក៏ថែមមួយចានទៀតពីលើ1គីឡូហ្នឹងទៀតណាបងប្អូនអីខ្លាំងយ៉ាងណាលោកអើយលើហើយហ្នឹងហូបផ្អែមហើយម្សាណាហ្នឹងដាក់ទៅបងប្អូនហេតុអីបានខ្ញុំដាក់2ដងចឹងដោយសារខ្ញុំស្ដាយខ្ញុំងាយបានឆ្លងកាត់ទេចាមួយឆ្នាំអីខ្ញុំឆ្លងកាត់តែ2-3ដងទេរួចទៅយើងមកជាងតែបានមកហើយពេញយ៉ាងណាក៏ទ្រាំថែមដាក់ដែរបងប្អូនហើយបើទោះបីជាយើងខ្ចប់ខ្ញុំជឿថាមិនទឹកប្រហុកនឹងឆ្ងាញ់ប៉ុន្តែបើយើងខ្ចប់ទៅយើងទៅហូបអានំបញ្ចុកដែរអត់បានរោយថ្មីហើយអត់ស្វិតអត់ទូចខ្សែទូចដូចគាត់ប្រហែលជាមិនសូវឆ្ងាញ់ដូចគាត់បានទេហើយណាមួយយើងចង់អង្គុយហូបនៅនឹងវាឆ្ងាញ់ផងថ្ងៃខ្ញុំទៅនឹងវាភ្លៀងទៀតបងប្អូនជាជាតិចជុំយ៉ាងណាអង្គុយហូបបដើក្រមដំណក់ទឹកភ្លៀងដោយសារតូបគាត់តូចពេលអញ្ចឹងទៅវាសាច់កើតមានណាទៅជាសុបាយផងហូបឆ្ងាញ់ទៀតអញ្ចឹងណាហើយបើនិយាយពីពួកខ្ញុំវិញនេះខ្ញុំចង់និយាយថាពេលទៅណាទៅណីបងប្អូនដែលចេះចូលហាងទៅនៅអីគេទេស្រែងងចូលចិត្តណាឲ្យតែឃើញទៀមរាំងតូចមានក្រេមានកៅអីអង្គុយវែងហ្នឹងគឺចូលចិត្តមកអត់ដែរនោះឲ្យមើលអ្នកខាងនោះវិញអង្គុយវិញថាអត់មានពាក្យណាមករៀនហ្មងអត់ចូលចិត្តអីទំនើបពេកទេចូលចិត្តតែក្រោមខ្ទមអីហ្នឹងគេហូបបែប relax ចឹងណាហើយតិចដល់អីថ្ងៃហ្នឹងទៅក៏ចុះពីឡានអង្គុយមកសន្ទុះគេមិនទាន់ដាក់នំបញ្ចុកហើយស្រួលបួផងភ្លៀងឈូមកបងប្អូនហើយសាច់កើនមកសบายមួយយ៉ាងដែរតែបងប្អូនហើយបងប្អូនណាខ្ញុំបញ្ជាក់ឲ្យវាទេកុំភ្លេចបើសិនជាបងប្អូនបានឆ្លងកាត់ពីខេត្តសៀមរាបទៅខាងព្រះវិហារនិយាយទៅនៅដូចជាស្វាយលើហ្នឹងឯងបងប្អូនបកគោលគីឡូលេខ43បងប្អូនអូយចុះជួយហូបគាត់ផងទៅគាត់ខានធ្វើយូរហើយក៏កូវីដគឺអាខានលេងបានធ្វើដល់ឥឡូវនឹងទឹកចាប់ដើមលក់វិញប្រហែល1ឆ្នាំមកវិញទេបងប្អូន